안녕하세요, 여러분. 다음 중 맞는 것은 무엇입니까? 따와이, 다이트럼ក្នុងចំណុងខាងក្រោម 2025년 외국인 직업 교육 ការអប់រំការងារជនបរទេសឆ្នាំ2025 대상សម្រាប់ 한국 회사에서 근무하는 외국인 ជនបរទេសដែលធ្វើការនៅក្រុមហ៊ុនប្រទេសកូរ៉េរយៈពេល 2025년 1월 3일부터 2월 28일까지 អញ្ចឹងឆ្នាំ2025ខែ1ថ្ងៃ3រហូតដល់ខែ2ថ្ងៃទី28 수업료ថ្លៃសិក្សា 80% 이상 출석 시 면제 បាទអញ្ចឹងបើសិនបើយើងចូលរួមណាបាទលើសពី 80% ទៅបាទអ៊ីសាំងលើសណាបាទ C នេះពេលណាអញ្ចឹងពេលណាដែលយើងចូលរួមលើសពី 80% ឡើងទៅគឺ 면제 ណា 면제 មិនថាលើកលែងអញ្ចឹងគឺអត់បង់ថ្លៃទេ 먼저 신청하시는 100분에게만 기회를 드립니다 បាទអញ្ចឹងគេផ្ដល់ជូនសម្រាប់តែ100នាក់ប៉ុណ្ណោះបាទដែលបានដាក់ពាក្យមុនគេណាបាទ giveaway ឱកាសណាបាទអញ្ចឹងគេផ្ដល់ឱកាសសម្រាប់តែ100នាក់ប៉ុណ្ណោះដែលបានដាក់ពាក្យមុនគេ 1번 한국에사는 외국인은 누구나 수업을 들을 수 있습니다 អញ្ចឹងវាថាម៉េចមកថានរណាក៏ដោយ 누구나 នរណាក៏ដោយដែលជាជនបរទេសដែលរស់នៅប្រទេសកូរ៉េហ្នឹងគឺអាចដាក់ពាក្យចូលរៀនបានបាទអញ្ចឹងគឺអត់ទេណាបាទគឺគេរើសតែ100នាក់ទេណាបាទមិនមែនថានរណាក៏ដោយឲ្យតែនៅនឹងអាចចូលរៀនបានទេ 2번 이 수업은 100명이 들을 수 있습니다 បាទអញ្ចឹងវគ្គសិក្សាហ្នឹងគឺអាចចូលរៀនបាន100នាក់បាទអញ្ចឹងគឺត្រឹមត្រូវ 3번 수업은 2025년 1월부터 한 달 동안 진행됩니다 បាទ 진행하다 ដំណើរការអញ្ចឹងមកថាវគ្គសិក្សាហ្នឹងគឺចាប់ផ្ដើមពីខែ1ឆ្នាំ2025រយៈពេល1ខែណាបាទអញ្ចឹងដំណើរការរយៈពេល1ខែអញ្ចឹងគឺអត់ត្រឹមត្រូវទេបាទចិត្ត2ខែណាបាទពីខែ1ថ្ងៃ3រហូតដល់ខែ2ថ្ងៃទី28បាទ 4번 수업에 빠지지 않으면 강의료 20%를 할인해 줍니다 បាទ 수업에 빠지다 អវត្តមានណាបាទអវត្តមានម៉ោងសិក្សាហ្នឹង ជីអាននឹងញ៉ាន់បាទមិនបាទអញ្ចឹងប្រសិនបើមិនអវត្តមានក្នុងម៉ោងសិក្សាហ្នឹងទេអញ្ចឹងអីគេគឺគេបញ្ចុះតម្លៃណា Halin Hada បាទបញ្ចុះតម្លៃអញ្ចឹងគេបញ្ចុះតម្លៃជូនវគ្គសិក្សាហ្នឹងគឺ 20% បាទអញ្ចឹងគឺអត់ទេប្រសិនបើយើងចូលរៀនលើសពី 80% ឡើងទៅអញ្ចឹងគឺឥតគិតថ្លៃអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយលេខ2ណា